ស្ទេបងប្អូនសូមស្វាគមន៍កម្មការវិទ្យារបស់យើងនៅក្នុងវីដេអូនេះយើងបង្ហាញអំពីលក្ខន្តិកៈនៃការជាវីដេអូរបស់យើងអញ្ចឹងបងប្អូនអាចចូលមកក្នុង website របស់យើងហើយចូលក្នុងកន្លែង privacy policy បងប្អូនក៏จะឃើញលក្ខន្តិកៈរបស់យើងអញ្ចឹងនៅពេលដែលបងប្អូនចង់ជាមុននឹងជាវីដេអូរបស់យើងសូមមើលឲ្យបានមកចាត់នៅលក្ខន្តិកៈរបស់យើងមុននឹងការជាអូខេអញ្ចឹងលក្ខខណ្ឌនេះសូមអានឲ្យបងប្អូនទៅលក្ខខណ្ឌនៃការជាវីដេអូរបស់អ្នកដេកអូខេអញ្ចឹងសូមត្រួតពិនិត្យមើលនៅលក្ខខណ្ឌខាងក្រោមឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជាវីដេអូណាមួយរបស់យើងអូខេទី1ការបង់លុយដែលបងប្អូនបានជាវវីដេអូណាមួយរបស់សាលាយើងហើយមិនអាចដកវិញបានទេព្រោះលុយដែលយើងយកមកគឺយើងប្រើប្រាស់ដើម្បីសម្រាប់ការស្រាវជ្រាវនិងការផ្គត់ផ្គង់លើការផ្សេងអូខេអញ្ចឹងលុយដែលបង់ហើយមិនអាចដកវិញបានទេហើយប្រការ2សូមត្រួតពិនិត្យមើលការណែនាំអត្ថប្រយោជន៍និងសេចក្តីផ្ដើមនៅមេរៀនគ្រប់មេរៀនទាំងអស់ឲ្យបានច្បាស់មុននឹងសម្រេចចិត្តជាវីដេអូណាមួយរបស់យើងអញ្ចឹងបងប្អូនជៀសវាងការខកបំណងអញ្ចឹងសូមត្រួតពិនិត្យមើលឲ្យច្បាស់លាស់ហើយអំពីមេតិកាមួយអំពីការណែនាំរបស់យើងឲ្យច្បាស់ដើម្បីបងប្អូនជាមកច្រឡំតែយើងបរៀនជប់លុយវីដេអូយើងបរៀនរកលុយឲ្យបងប្អូនយកទៅរៀនសិក្សាដើម្បីអនុវត្តប្រឹងប្រែងធ្វើឲ្យបានលុយអញ្ចឹងបងប្អូនយកទៅអញ្ចឹងមុននឹងជាវកុំឲ្យខកគឺបងប្អូនត្រូវមើលឲ្យច្បាស់សិនសួរយើងសួរអីដើម្បីចង់ដឹងថាវីដេអូរបស់យើងមានអត្ថប្រយោជន៍ប៉ុណ្ណាจากជាវអូខេហើយប្រការ3រដ្ឋាភិជនដែលបានជាវីដេអូទាំងអស់គឺមិនមែនមានន័យថាជាសិស្សរបស់សាលានេះដែលយើងទេគឺគ្រាន់តែជាអតិថិជនធម្មតាអូខេអញ្ចឹងនៅពេលបងប្អូនជាវីដេអូទៅគឺគ្រាន់តែអតិថិជនធម្មតាតែមិនទាន់ខ្លាចជាសិស្សរបស់យើងទេអញ្ចឹងជាវាងគេថាខ្លះបានជាវីដេអូរបស់យើងចូលទៅមួយថាជាសិស្សរបស់យើងអញ្ចឹងពេលនោះគេធ្វើអីខុសគួរសិស្សនេះដេកធ្វើនេះគួរសិស្សនេះដេកធ្វើនោះតែប៉ិតមែនទេបងប្អូនដែលបានជាវនេះគឺគាត់តែអតិថិជនធម្មតាអូខេអញ្ចឹងទី4ការសួរពីបញ្ហាផ្សេងខ្ញុំបើកវងចោលថាការ support យើងមិនធ្វើកងត្រាថានឹងអាចជួយអ្នកបាន 100% ទេអ្នកត្រូវប្រឹងប្រែងសាជាដោយខ្លួនឯងបន្ថែមទៀតអតិថិជនទាំងអស់អាចសួរយើងនៅចម្ងាត់ផ្សេងដែលតាក់ទងនឹងវីដេអូដែលបានជាវហើយយើងនឹងប្រឹងប្រែងឆ្លើយតាមអ្វីដែលយើងចេះដឹងបន្ថែមតាមសមត្ថភាពដែលយើងអាចផ្ដល់ជូនបានអតិថិជនទាំងអស់មិនអាចដាក់សម្ពាធឬបង្ខំយើងថាត្រូវតែឆ្លើយចំណុចនេះឬចំណុចនោះបានទេអញ្ចឹងចំណុចនេះដែរនៅក្នុងមេរៀនរបស់យើងមានវិធីសាស្ត្រស្ទើរតែគ្រប់គ្រាន់ហើយថាអាចទៅគ្រប់គ្រាន់ព្រោះអ្វីដែលយើងនេះទៅយើងសិតស្ទង់មើលថាគ្រូសិស្សអាចធ្វើបានអត់ឲ្យតែទិញទៅតាំងចិត្តតែធ្វើគឺគាត់จะធ្វើបានតែបើសិនជាមានចម្ងល់អីអាចសួរយើងបានយើងព្យាយាមប្រាប់តាមអ្វីដែលយើងចេះយើងដឹងហើយនឹងការវេទនារបស់យើងគាត់សិតមិនអាចដាក់សម្ពាធយើងបានថាអូត្រូវឆ្លើយចេះគុំទិញវីដេអូឲ្យទៅឆ្លើយចេះឆ្លើយចុះគឺសំទៅគឺអាចដាក់សម្ពាធយើងបានទេយើងព្យាយាមប្រាប់ចង់ឲ្យជនទាំងអស់ចេះដែរប៉ុន្តែយើងធ្វើតាមលទ្ធភាពដែលយើងអាចធ្វើទៅបានអូខេតើសូមមើលតទៀតប្រការ5ការប្រើប្រាស់វីដេអូយើងសូមណែនាំឲ្យអ្នកដែលបានជាវទាំងអស់ព្យាយាមយកចិត្តទុកដាក់មើលវីដេអូគ្រប់វីដេអូទាំងអស់ដែលបានជាវទៅអូខេអញ្ចឹងជាវាងថាយើងមាន10ឬ20វីដេអូឬមួយក៏30វីដេអូអញ្ចឹងបងប្អូនមើលតែ2 3វីដេអូទាំងថាធ្វើមិនកើតទេគឺបងប្អូនត្រូវព្យាយាមមើលវីដេអូយើងទាំងអស់សូម្បីតែវីដេអូការណែនាំអីក៏ត្រូវតែមើលដែរដើម្បីឲ្យដឹងថាបងប្អូនត្រូវរៀនយ៉ាងម៉េចអូខេអញ្ចឹងលេងតែចំណុចខ្លះបងប្អូនចេះហើយអញ្ចឹងខ្សែទឹកចិត្តបងប្អូនគឺបាទហើយយើងរីកមិនថាឲ្យមើលឲ្យបានកាន់តែច្រើនទាំងអស់មិនចំណាយពេលប្រហែលនាទីទេអូខេអញ្ចឹងសូមយកចិត្តទុកដាក់អនុវត្តឲ្យចេញជាលទ្ធផលព្រោះមានតែការខំប្រឹងប្រែងរបស់អ្នកផ្ទាល់ទេដែលអាចផ្ដល់ជោគជ័យយូរអង្វែងបានត្រូវចាំថាបច្ចេកវិទ្យាតែងតែរីកចម្រើនជានិច្ចដូចនេះយើងត្រូវតែរីកចម្រើនឲ្យខ្លាំងជាងបច្ចេកវិទ្យាជានិច្ចផងដែរអញ្ចឹងដូចនឹងសារវិធីសាស្ត្រមួយចំនួនពេលខ្លះជួនកាលវិធីសាស្ត្រខ្លះមួយអាទិត្យមុនប្រើបានប៉ុន្តែឥឡូវនេះប្រើបានវិធីសាស្ត្រខ្លះឥឡូវប្រើបានទៅទៀតអាចប្រើបានអញ្ចឹងយើងព្យាយាមស្វែងយល់បន្ថែមជានិច្ចពីចម្រើនខ្លួនឯងជានិច្ចស្រាវជ្រាវបន្តរហូតគឺវិធីសាស្ត្រណាម្ដងតែមួយប្រើរាប់ឆ្នាំទេ
អូខេអញ្ចឹងជាយាមកាន់តែខ្លាំងកាន់តែល្អព្រោះបច្ចេកវិទ្យាតែងតែប្រែប្រួលឬចម្រើនទៅរហូតអញ្ចឹងយើងទៅសិក្សាបន្ថែមហើយជាយាមយកចិត្តដាក់វីដេអូរបស់យើងជាមូលដ្ឋានគឺបងប្អូនត្រូវយកចិត្តដាក់អូខេអញ្ចឹងសូមបន្តទៀតប្រការ6អ្នកដែលអាចជាវីដេអូយើងបានអូខេចំណុចនេះគឺជាចំណុចសំខាន់បំផុតវីដេអូយើងគឺសម្រាប់ការសិក្សាស្រាវជ្រាវនិងពង្រីកចំណេះដឹងផ្នែករកប្រាក់ចំណូលពីអនឡាញយើងសូមមិនអនុញ្ញាតឲ្យអ្នកដែលមានចំណេះដឹងច្រើនអ្នកខ្លាំងពូកែឬអ្នកដែលមានទស្សនៈតូចចង្អៀតលើវិស័យអប់រំមកជាវីដេអូយើងជាដាច់ខាតអូខេយ៉ាងនេះគឺខ្ញុំដាក់ឲ្យដិតច្បាស់ជាងគេហ្មងគឺយើងមិនអនុញ្ញាតឲ្យអ្នកគេដែលខ្លាំងហើយអស្ចារ្យហើយអ្នកដែលគឺថាគេរៀនអត់ប្រយោជន៍រៀនអត់ប្រយោជន៍តើតអង្គុយរៀនខ្លួនឯងមិនមានប្រយោជន៍ចឹងទៅស្អែកបងប្អូនទេបើសិនជាបងប្អូនមានទស្សនៈយ៉ាងម៉េចបងប្អូនដែលខ្លាំងមកកែហើយនឹងអង្គុយរៀនខ្លួនឯងចេះហើយសូមកុំជាវវីដេអូយើងដាច់ខាតខ្លាចបងប្អូនព្រោះអាចធ្វើបងប្អូនធ្វើឲ្យពួកគាត់ហ្នឹងមិនពេញចិត្តលើចំណេះដឹងរបស់យើងនឹងវាតម្លៃខុសលើគោលបំណងរបស់យើងព្រោះគោលបំណងរបស់យើងធំបំផុតគឺចង់ពង្រីកចំណេះដឹងបន្ថែមពង្រីកអ្នកចេះខាងផ្នែកអនឡាញហ្នឹងកាន់តែច្រើនដើម្បីអីព្រោះគេថាមនុស្សច្រើនគំនិតច្រើនអញ្ចឹងបើសិនជាអ្នកចេះកាន់តែច្រើនគាត់ជាមានសម្បូរវិធីសាស្ត្រកាន់តែច្រើនគាត់ជាមានមតិយោបល់ជួយគ្នាទៅវិញមកបានច្រើនបើសិនជាយើងមិនបរៀនគ្នាទេយើងចេះតែម្នាក់ឯងសង្ងំម្នាក់ឯងនោះវាមិនអាចធ្វើឲ្យយើងមិនអាចធ្វើឲ្យវិស័យរកប្រាក់ចំណូលពីអនឡាញនេះរីកចម្រើនបានទេអញ្ចឹងយើងសូមមិនអនុញ្ញាតឲ្យអ្នកដែលមានចំណេះដឹងច្រើនហើយអ្នកខ្លាំងបកាហើយអ្នកដែលគិតថាខ្លួនឯងអស្ចារ្យហើយអ្នកឲ្យយល់មានទស្សនៈតូចចង្អៀតលើវិស័យអប់រំគឺមកជាវីដេអូយើងដាច់ខាតអញ្ចឹងហាមដាច់ខាតគឺអ្នកដែលខ្លាំងហើយនឹងអូខេអញ្ចឹងអស់ហើយអញ្ចឹងចំណុចសំខាន់ទាំងអស់សូមបងប្អូនមើលថែមខ្លួនឯងខ្ញុំដាក់អត្ថបទនេះនៅពីក្រោមនៅក្នុង website របស់យើងអញ្ចឹងសូមចូលអានខ្លួនឯងបើសិនអត់យល់ចំណុចណាសូមយកចិត្តដាក់អាចឆ្លងសួរយើងបានបន្ថែមអញ្ចឹងសូមអរគុណ